ប្អូនប្រុសចិត្តព្រៃផ្សៃលើកដៃសម្រាប់បងបង្កើតព្រោះខឹងមិនជួយមើលម្ដាយវ័យចំណាស់បុរសជាប្អូនចិត្តសាហាវម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការខាត់ខ្លួនភ្លាមខណៈដែលយកជំពាមបាញ់និងយកព្រួញចាក់សម្លាប់បងប្រុសបង្កើតអស់យកទៅទម្លាក់ទឹកស្រះក្រោយភូមិបណ្ដាលឲ្យស្លាប់ព្រោះតែខឹងមិនជួយមើលថែម្ដាយដែលមានវ័យចំណាស់ករណីខាត់ខ្លួនប្អូនប្រុសចិត្តដាច់ម្នាក់សម្លាប់បងប្រុសបង្កើតបានកើតឡើងកាលពីវេលាម៉ោង 7 យប់ថ្ងៃទី 14 ខែឧសភាឆ្នាំ 2025 នៅត្រង់ចំណុចភូមិព្រៃវែងឃុំ 8 មុំស្រុកថ្ពងខេត្តកំពង់ស្ពឺលោកវីរៈស្នេហ៍ឯកហ៊ុនសុកហុនអធិការនគរបាលស្រុកថ្ពងបាននិយាយឲ្យដឹងថាជនដៃដល់ជីប្អូនសម្រាប់បងបង្កើតត្រូវបានឃាត់ខ្លួនមានឈ្មោះហ៊ឿនផនអាយុ 42 ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិព្រៃវែងឃុំ 8 មុំស្រុកថ្ពងខេត្តកំពង់ស្ពឺចំណែកជនរងគ្រោះមានឈ្មោះហ៊ឿនផលអាយុ 46 ឆ្នាំត្រូវជាបងបង្កើតមុខរបរកសិកររស់នៅក្នុងភូមិព្រៃវែងឃុំ 8 មុំស្រុកថ្ពងខេត្តកំពង់ស្ពឺលោកវីរៈស្នេហ៍ឯកហ៊ុនសុកហុនអធិការនគរបាលស្រុកថ្ពងបាននិយាយបន្តថាកាលពីវេលាម៉ោង 9:20 នាទីយប់ថ្ងៃទី 11 ខែឧសភាឆ្នាំ 2025 នៅចំណុចភូមិព្រៃវែងឃុំ 8 មុំស្រុកថ្ពងខេត្តកំពង់ស្ពឺមានករណីមនុស្សឃាតដោយចេតនាបង្កឡើងដោយជនសង្ស័យឈ្មោះហ៊ឿនផនភេទប្រុសអាយុ 42 ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើបានធ្វើសកម្មភាពយកចំពាមកៅស៊ូគ្រាប់ដីលុញបាញ់ទៅលើឈ្មោះហ៊ឿនផលអាយុ 46 ឆ្នាំត្រូវជាបងបង្កើតដោយបងផឹកស្រាស្រវឹងស្រែកឡូឡារករឿងរូគេពេលនោះជនសង្ស័យដៃដល់ដែលត្រូវជាប្អូនបង្កើតខឹងបានយកចំពាមកៅស៊ូបាញ់ទៅលើជនរងគ្រោះចំនួន 4 គ្រាប់ត្រូវចំសៀតផ្កាមួយគ្រាប់ត្រូវខ្លួនចំនួន 3 គ្រាប់បណ្ដាលឲ្យជនរងគ្រោះដួលទៅលើដីជនសង្ស័យដៃដល់ជាប្អូនបានស្ទុះទៅធាក់ពីជើងចំកញ្ចឹងកថែមទៀតរួចក៏អូសយកទៅកប់ក្រោយផ្ទះខាងលិចភូមិវាស្រែដែលទើបជួរួចបន្ទាប់មកក៏បានកាយចេញវិញដោយជនសង្ស័យដៃដល់មិនអស់ចិត្តខ្លាចជនរងគ្រោះមិនទាន់ស្លាប់ក៏បានយកស្នចាក់ត្រីចាក់ទៅលើជនរងគ្រោះចំនួន 2 ស្នចំកញ្ចឹងកបន្ថែមទៀតរួចហើយបានយកទៅកប់ក្នុងស្រះទឹកវិញដោយយកស្លឹកឫស្សីក្របពីលើនិងយកជំនាធាងថ្នោតសង្កត់ពីលើរួចក៏ត្រឡប់មកផ្ទះវិញជាធម្មតាលោកអធិការនគរបាលស្រុកថ្ពងបានបន្តទៀតថាលុះរហូតដល់ថ្ងៃទី 14 ខែឧសភាឆ្នាំ 2025 បងប្អូនក៏បានដើររកឃើញសពជនរងគ្រោះនៅក្នុងទឹកស្រះក្រោយផ្ទះរួចបានរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពងនិងកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងបានសហការចុះទៅដល់ផ្ទះកើតហេតុជនសង្ស័យដឹងខ្លួនបានយកចំពាមកៅស៊ូបាញ់មកលើសមត្ថកិច្ចរួចបានស្រវាយកកាំបិតផ្គាក់រត់គេចខ្លួនរួចសមត្ថកិច្ចបានដេញតាមចាប់ពេលនោះជនសង្ស័យបានតដៃមកលើសមត្ថកិច្ចបន្ទាប់មកសមត្ថកិច្ចបានយកដំបងឫស្សីវែងវាយទម្លាក់កាំបិតផ្គាក់ពីដៃជនសង្ស័យទើបខាត់ខ្លួនជនសង្ស័យបានរួមនឹងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីសួរនាំរួចក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់លោកវីរៈស្នេហ៍ឯកហ៊ុនសុកហុនអធិការនគរបាលស្រុកថ្ពងបានបញ្ជាក់ថាមូលហេតុដែលប្អូនប្រុសបង្កើតដែលដាច់ចិត្តបាញ់នឹងចាក់សម្លាប់បងប្រុសបង្កើតខ្លួនឯងនេះក៏ព្រោះតែខឹងបងប្រុសមិនជួយមើលថែម្ដាយបង្កើតដែលមានវ័យចំណាស់ទៅហើយនោះទើបប្អូនប្រុសក៏ទាញយកចំពាមកៅស៊ូបាញ់ចំក្បាលបងប្រុសរួចហើយក៏យកព្រួញទៅចាក់បងប្រុសចំបំពង់កថែមទៀតបណ្ដាលឲ្យស្លាប់មិនតែប៉ុណ្ណោះប្អូនប្រុសចិត្តសាហាវខូខើបានអស់យកបងប្រុសទៅទម្លាក់ក្នុងទឹកស្រះចម្ងាយប្រមាណ 100 ម៉ែត្រខាងក្រៅភូមិថែមទៀតផងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញចុះទៅពិនិត្យសពនិងឃាត់ខ្លួនបានជនដៃដល់ជាប្អូនប្រុសបង្កើតចិត្តសាហាវរូបនោះបានភ្លាមក្រោយពិនិត្យធ្វើកសលវិច័យលើសពរួចសមត្ថកិច្ចជំនាញបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីបច្ចុប្បន្នជនដៃដល់ជាប្អូនបង្កើតចិត្តសាហាវនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់